លបៈនៅក្នុងប្រទេសកម្ពុជាបើមិនចូលហ៊ុនសែនទេច្បាស់ជារស់មិនស្រួលទេពីព្រោះហ៊ុនសែនគាត់ជាកុម្មុយនីសសិល្បៈគឺជារបស់បកដល់ឥឡូវនេះកុម្មុយនីសវាកូនកាត់អញ្ចឹងគ្រប់សិល្បៈក៏ការនីទាំងអស់ត្រូវតែធ្វើទាហានត្រូវតែស្ថិតនៅក្នុងអូវាទរបស់បកកុម្មុយនីសគេធ្វើអញ្ចឹងចូលក៏ដោយមិនចូលក៏ដោយតែផ្ដេសផ្ដាស់គេចាប់ដាក់គុកតែបើទៅហែបហែអីទៅរួចខ្លួនហ្នឹងតែប៉ុណ្្នឹងហើយអ្នកខ្លះក៏គេចូលដោយស្ម័គ្រចិត្តដូចមេងពេជ្រចិន្តាអីគេចូលគណៈបកប្រជាជនដោយសេចក្តីស្រឡាញ់គេយល់ឃើញថាបកប្រជាជនហ្នឹងជាអ្នកមានគុណលើគេណាក្រមអីហ្នឹងគេចូលដោយសេចក្តីស្រឡាញ់ព្រាបសវត្ថអីគេចូលដោយសេចក្តីស្រឡាញ់ណាហើយមានអ្នកខ្លះទៀតចូលដោយតម្រូវឲ្យចូលទោះបីស្រឡាញ់មិនស្រឡាញ់នៅក្នុងសង្គមខ្មែរគេរៀបជាកុម្មុយនីសសិល្បៈគឺនៅក្រោមអាវាតរបស់ហ៊ុនសែនណាអញ្ចឹងកុំឆ្ងល់ណាចាន់ Wonder អ៊ំនៅញូវយ៉កមិនបានមកដើរលឿនជាងភ្នំពេញ1ម៉ោងមែនទេគេដូរបាទក្នុងមួយឆ្នាំគេដូរម្ដងឲ្យខុសគ្នាអញ្ចឹងឥឡូវនេះយឺតជាងកម្ពុជា11ម៉ោងធម្មតាយឺត12ម៉ោងអេលីថាបញ្ហានៅស្រុកខ្ញុំអ្នកលក់បាយពេលថ្ងៃចំអិនមិនគិតពីសុខភាពអ្នកហូបទេដាក់គ្រឿងច្រើនណាស់ជួយផ្សាយនិងរកវិធីដោះស្រាយផងអត់បានទេផ្សាយយ៉ាងម៉េចក៏កែមិនឡើងដែរពីព្រោះជារសជាតិនិងចំណូលចិត្តរបស់អ្នកបរិភោគសាច់ប្រហិតនៅកម្ពុជា 95% ជាអាហារដែលគួបផ្សំសព្វនិមិត្តឲ្យតែប្រហិតណារូបរាងមូលវែងជ្រុងយ៉ាងណាយ៉ាងណីសាច់ប្រហិតដែលគេលើកយកមកអាំងមកស្រោចទឹកជ្រលក់ឆ្ងាញ់ហ្នឹងគឺជា 95% ជាសារធាតុសព្វនិមិត្តដែលនាំឲ្យអ្នកបរិភោគកើតមហារីកពោះវៀនមហារីកត្រសាល់គូតមហារីកកាពះនិងមហារីកដតីទៀតរួមទាំងមានផ្ទៃពោះទារកកើតមកអាចប៉ះពាល់ក៏មាន 95% នៃសាច់ប្រហិតដែលកំពុងតែចរាចរនៅកម្ពុជាសុទ្ធតែជាសារធាតុសព្វនិមិត្តនឹងមួយទៀតខ្ញុំតែងតែមើលវីដេអូអំពីម្ហូបការពេលគេរៀបការណាគេរៀបការគេតែងតែទទួលទានអាហារអ្នករៀបមង្គលការនៅទីក្រុងភ្នំពេញខ្ញុំមិនសូវបានមើលឃើញអាហារគេច្បាស់ទេពីព្រោះវាមិនសូវមានអ្នកថតតែខ្ញុំតែងតែពេចពិលរមិលមើលអំពីអាហារពេលគេរៀបមង្គលការនៅខេត្តខ្ញុំឃើញគ្រឿងសមុទ្រជារបស់សព្វនិមិត្តលាយនឹងរបស់មែនតែនខ្ញុំឃើញសាច់គោសព្វនិមិត្តលាយមែនតែនខ្ញុំឃើញសាច់ជ្រូកខ្ញុំឃើញដើរហើយបើគាត់អត់មានអីជីទេគាត់ជិះចៅឯងគាត់យកចៅឯងធ្វើគោធ្វើក្របីកុំសួរអារបស់ល្ងងណាចៅណាចៅឯងមិនមែនជាអ្នករកស៊ីលក់សាំងហើយបើចៅឯងជាអ្នករកស៊ីលក់សាំងឡើង20ម៉ឺន1លីត្រក៏ចៅឯងនៅតែលក់ដែរអានឹងជាមុខរបរអ្វីដែលចៅត្រូវការគឺការយល់ដឹងអំពីសេដ្ឋកិច្ចធម្មពលដែលកំពុងតែប៉ះពាល់នៅពេលដែលមានសង្គ្រាមនៅអ៊ីរ៉ានអានោះជាយើងរឿងត្រូវការអូខេអ៊ីរ៉ានស្នេហ៍អាមេរិកបំពេញលក្ខខណ្ឌទាំង3យ៉ាងទៅអារម្មណ៍រកហ្គេមសរសេរបកាច់យកអី
đừng tránh sân lại ta chuột chẳng nóm khát anh thì sẽ gì ấy đang chia sẻ snai ram ấy tam ta châu chặt bề tây thái châu chặt còn viếng văn tinh còn chăn chăn ly thế xuân chẳng ở ban ca thế chăng không riêng tới là tài cũng nè lúc ta thưa bài náពេលគេនិយាយឌឺដងចៅដឹងថាមនុស្សតែគេមិនចូលចិត្តរឿងអីក៏លើកមកនិយាយបានដែរចៅដឹងថាមនុស្សតែគេមិនចូលចិត្តអីតើធ្វើបែបណាពេលគេឌឺដងមិនខ្វះទេអ្នកឌឺដងឲ្យតាតែតាអត់យកពេលទៅតវ៉ានឹងអ្នកឌឺដងពេកទេពីព្រោះតារវល់បើសិនជាចៅធ្វើខ្លួនឲ្យរវល់ដូចតាចៅនឹងខ្លាយទៅជាអ្នកគ្រប់គ្រាន់ក្នុងជីវភាពហើយចេះដឹងច្រើនជាងតាទៀតព្រោះចៅនៅក្មេងណាផល្លាដូច្នេះតាសូមណែនាំថាកុំយកចិត្តទុកដាក់រឿងហ្នឹងយកចិត្តទុកដាក់នឹងចំណាយពេលដើម្បីធ្វើប្រយោជន៍ចំពោះខ្លួនចៅហើយកុំខ្វល់រឿងហ្នឹងចប់ណាខុននេះសួស្ដីបាទអានោះអញ្ចឹងវិលត្រឡប់មករឿងពនកយនេះលោកត្រាំមិនឈប់ទេនឹងបន្តធ្វើតទៅទៀតហើយខ្ញុំហាក់ដូចជាមើលឃើញថានយោបាយរបស់គាត់កំពុងតែបរាជ័យគាត់បរាជ័យនយោបាយគាត់ធំគេហៅថា signature policy ណា signature policy គឺជានយោបាយធំសំខាន់របស់គាត់កំពុងតែបរាជ័យនយោបាយអណ្ដោប្រវេសគាត់មើលទៅកំពុងតែបរាជ័យដែរគាត់ជោគជ័យក្នុងការបាត់ព្រំដែនខាងត្បូងគាត់ជោគជ័យក្នុងការដឹកជនខុសច្បាប់ចេញតែគាត់បរាជ័យដោយធ្វើឲ្យកើតចលាចលអំពើហិង្សារហូតដល់មានស្លាប់មនុស្សបានសេចក្តីថាសូម្បីតែរដ្ឋមន្ត្រីក្រសួងអណ្ដោប្រវេសនិងសន្តិសុខលើផ្ទៃប្រទេសក៏ដូចជាកំពុងផ្លាស់ចេញពីតំណែងត្រង់ហ្នឹងបង្ហាញឲ្យឃើញថានយោបាយនឹងបរាជ័យនយោបាយមួយទៀតនយោបាយពន្ធគយ tariff គាត់បរាជ័យគាត់ខំប្រឹងបន្តធ្វើតែស្ថិតនៅក្នុងបរាជ័យនៅពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងបញ្ហាដែលគាត់បង្កើតឡើងគាត់បង្កើតពន្ធគយផងគាត់ធ្វើសង្គ្រាមផងអញ្ចឹងពិភពលោកក៏ត្រូវតែរកវិធីទប់ទល់នឹងគាត់មានន័យថាអ្នកដែលទប់ទល់គាត់នោះចេះតែកើតច្រើនឡើងនៅពេលដែលនយោបាយតារីសរបស់គាត់ហ្នឹងបរាជ័យហើយបរាជ័យមួយទៀតគឺតំណែងនៅក្នុងស្រុកអាមេរិកវាឡើងថ្លៃជីវភាពពលរដ្ឋអាមេរិកអត់ល្អអាហ្នឹងនយោបាយហ្នឹងបរាជ័យមួយទៀតគឺបរាជ័យសង្គ្រាមអាមេរិកមិនចាញ់សង្គ្រាមទេប៉ុន្តែនយោបាយសង្គ្រាមគាត់បរាជ័យត្រង់ថាគាត់ឥឡូវហ្នឹងដូចក្មេងអាយុ3ឆ្នាំអត់ដឹងថាធ្វើអីត្រង់ហ្នឹងអាមេរិកខាតច្រើនណាស់វាចំណេញតែអ្នកមកក្តាប់តូចទេតែវាខាតច្រើនហើយធ្វើឲ្យពិភពលោកហ្នឹងជួបប្រទះនឹងការលំបាកមែនទែននយោបាយហ្នឹងហៅថាបរាជ័យវាអត់មានជួយឲ្យអាមេរិកចំណេញអីសោះអាមេរិកខាតលុយច្រើនមែនទែនទោះបីគាត់មិនខាតលុយតែអាមេរិកខាតលុយដោយសារតែនយោបាយអាហ្នឹងកាត់ចាត់ទុកថាបរាជ័យចំពោះប្រទេសអាមេរិកវាអត់ណាអញ្ចឹងរឿងអន្តោប្រវេសន៍គាត់ជោគជ័យក្នុងការបាត់ព្រំដែនគាត់ជោគជ័យក្នុងការដឹកមនុស្សចេញប៉ុន្តែគាត់បរាជ័យដោយសារវាកើតអំពើហិង្សាវាខូចសណ្ដាប់ធ្នាប់វាធ្វើឲ្យការរកស៊ីតូចធំប៉ះពាល់វាធ្វើឲ្យចង្អៀតចង្អល់ក្នុងចិត្តអាហ្នឹងហើយហៅបរាជ័យដល់រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍និងសន្តិសុខលើផ្ទៃប្រទេសខ្លះចេញបរាជ័យមេបញ្ជាការប៉ូលីសអន្តោប្រវេសន៍ក៏មានការផ្លាស់ប្ដូរហ្នឹងបរាជ័យណាបរាជ័យ
នឹងបើយើងចេះតាមដាននយោបាយយើងឃើញថាគាត់បរាជ័យហើយពុនកយនេះគាត់បរាជ័យហើយគាត់នៅតែមានអ្នកបើគាត់ធ្វើឲ្យវាស្រួលបួលទៅដំណើរប្រទេសអាមេរិកក៏បានផលទាំងប្រជាជនទាំងខ្សែតកាទាំងពាណិជ្ជកម្មតែគាត់រឹងរូសបរាជ័យសង្គ្រាមគាត់លោតចូលទៅក្នុងសង្គ្រាមអត់ស្លៀកខោរហូតដល់ប្រធានាធិបតីអ៊ៃរ៉ាន់ដាក់លក្ខខណ្ឌថាណែបើចង់ឈប់សង្គ្រាមទី1ត្រូវឲ្យសិទ្ធិអ៊ៃរ៉ាន់ធ្វើតាមចាត់ចំទី2សងថ្លៃខូចខាតអាយុជីវិតទ្រព្យសម្បត្តិទី3សន្យាថាធានាអត់ប៉ះពាល់លក្ខខណ្ឌនេះគឺដូចយកបាតជើងមកសូបមាត់គាត់ចឹងលក្ខខណ្ឌប្រធានាធិបតីអ៊ៃរ៉ាន់ធ្វើនេះជាការផ្កើនណាផ្កើនចាញ់មុខដោយសារដឹងថាគាត់កំពុងតែរញ៉ៃអញ្ចឹងឃើញថានយោបាយគាត់វាបរាជ័យហើយអ្នកដែលខាតអត់មានខាតឯណាទេខាតលុយអាមេរិកខាតហើយមិនត្រឹមតែខាតអាមេរិកតែឯងទេខាតមកពិភពលោកខាតទាំងអស់គ្នានេះគឺជារឿងមួយដែលកំសត់ខ្លាំងណាស់នេះខ្ញុំមើលឃើញនៅក្នុងនយោបាយខ្ញុំឃើញអញ្ចឹងណាបរាជ័យបងប្អូនមិនជោគជ័យទេណាអូខេចាន់លីខំរៀនអង់គ្លេសអូខេខំរៀនអង់គ្លេសកុំប្រើពាក្យថាមិនបានរៀនសូត្រត្រូវតែរៀនអាយុយើងនៅដកដង្ហើមយើងខំរៀនណាកូនណាលោកតាគិតថាសង្គ្រាមនេះទៀតថាដែលនិយាយនៅមុខនឹងឲ្យស្ដាប់សពគ្រប់ហើយនៅតែដែលគិតថាលោកតាគិតថាទៅជាសង្គ្រាមលោកលើកទី3លោកថាគិតថាហើយចុះមិនក៏មិនខំស្ដាប់ព្រលឹងកែវប្រលក់ពកប៉ាន់ភ្លៅឆ្អេះឡប់មិនក៏មិនព្រមស្ដាប់ហើយគ្នានិយាយចង់ងាប់ហើយណាបើអ៊ៃរ៉ាន់ចង់ច្រកចេញក្នុងសង្គ្រាមនេះដែរមូលហេតុអីអ៊ៃរ៉ាន់ប្រកាសសង្គ្រាមពេញអង្គលោកពូអានឹងហើយជាការផ្កើននោះនឹងហើយដែលហៅថាការឌឺដងចាញ់មុខដាក់លក្ខខណ្ឌបញ្ចប់សង្គ្រាមឌឺដងប្រកាសសង្គ្រាមចាញ់មុខពីម្សិលមិញដោយអត់ខ្លាចត្រាំទេណាអានឹងអញ្ចឹងណាវាជាការឌឺដងគ្នាចាញ់មុខដែលភាពដោះស្រាយមិនទាន់ឃើញទេជាពិសេសមិនបានទៅធ្វើសង្គ្រាមហ្នឹងនៅមិនទាន់ដឹងហើយតើសង្គ្រាមហ្នឹងវាពិតដូចនិយាយឬក៏វាយ៉ាងណាយើងក៏មិនទាន់ដឹងនៅតាមដានតែអ្វីដែលយើងឃើញគឺវាប៉ះពាល់ខ្លាំងមែនតើណាសែមលេបសួរថាហេតុដូចម្ដេចសហរដ្ឋអាមេរិកគេខ្លាចអាមេរិកដាក់ពន្ធណាចៅសួរខ្លួនឯងបើសិនជាតាអាចតាក់ទងទៅរដ្ឋាភិបាលយកពន្ធចៅឯងពន្ធខ្លួនណាអត្តសញ្ញាណប័ណ្ណដែលចៅរស់នៅក្នុងប្រទេសកម្ពុជាហ្នឹងណាគឺពេលរៀងរាល់ឆ្នាំត្រូវបង់ពន្ធខ្លួនមួយឆ្នាំ$10,000ចៅនៅសួរថាហេតុអីទេឧបមាថារដ្ឋាភិបាលហ៊ុនម៉ាណែតហ្នឹងចេញពន្ធខ្លួនខ្មែរទាំងអស់ដែលកាន់អត្តសញ្ញាណប័ណ្ណត្រូវបង់ពន្ធ$10,000មួយឆ្នាំចៅខ្លាចទេសំលេបចៅខ្លាចទេចៅឆ្លើយខ្លួនឯងទៅហើយឆ្លើយសំណួរចៅឯងសួរតាទៅបើហ៊ុនម៉ាណែតគាត់ដាក់ច្បាប់មួយនៅកម្ពុជាថាចៅឯងត្រូវបង់ពន្ធមួយឆ្នាំ$10,000ខ្លាចទេហើយឆ្លើយទៅតែប្រទេសដទៃគេខ្លាចពន្ធគុយទេណាចៅណាអូខេណាប្រូហាកូអូខេ normal មែនតើវិស័យ game ជួយអ្វីខ្លះដល់ប្រទេសជាតិជួយច្រើនជួយឲ្យចៅឯងឆាប់ឈួតជួយឲ្យក្មេងឆាប់ភ្លើជួយឲ្យអនាគតអាលាយហើយជួយឲ្យអ្នកធ្វើ game បានលុយចាយអានឹងជួយអញ្ចឹង
អាអ្នកលេង game ភ្លើអស់លុយអាអ្នកផលិត game បានលុយជួយអញ្ចឹងអូខេតើត្រាំអាចអត់មានទេស្រីសប្រហែលជាអត់មានទេប៉ុន្តែបើសិនណាជាបោះឆ្នោតឆ្នាំ2026ខែវិច្ឆិកានេះកៅអីនៅសភាអាមេរិកធ្លាក់ទៅលើគណៈបកប្រជាធិបតេយ្យច្រើនត្រាំអាចបន្តជាប្រធានាធិបតីតែស្ថិតនៅក្នុងប្រធានាធិបតីធ្វើអ្វីមិនកើតគេហៅ lame duck គឺជាប្រធានាធិបតីធ្វើអ្វីមិនកើតអាហ្នឹងអញ្ចឹងណាបាទអាចគេមិនទម្លាក់គាត់ទេប៉ុន្តែគាត់ធ្វើអ្វីអត់កើតអាហ្នឹងស៊ីសងទៅលើលទ្ធផលឆ្នោតពាក់កណ្ដាលអាណត្តិណាលៀងស្រេងហេតុអ្វីប្រេងម៉ាស៊ុតឥឡូវឡើងថ្លៃជិតដល់ប្រេងស៊ុបអ៊ែហើយម៉ាស៊ុតនៅប្រទេសខ្លះថ្លៃជាងស៊ុបអ៊ែនៅប្រទេសខ្លះថ្លៃជាងស៊ុបអ៊ែនៅប្រទេសខ្ញុំម៉ាស៊ុតថ្លៃជាងស៊ុបអ៊ែមិនចាំបាច់សង្គ្រាមទេរៀងរាល់ថ្ងៃម៉ាស៊ុតថ្លៃជាងស៊ុបអ៊ែនៅខាងខ្ញុំចាន់លីមិនបានអស់លោកមួយចំនួនតូចចិត្តសួរសំណួរដដែលមានខ្លះមកសួរដើម្បីយកទៅកាត់ដាក់ TikTok មានខ្លះយល់ឃើញតែសួរទៅបានសុបាយបាទអញ្ចឹងដើម្បីកុំឲ្យទៅភ្នែកជួនកាលខ្ញុំដេញចោលដូចមិញហ្នឹងដេញចោលពីម្នាក់ទៅណាតាអៃរ៉ុនរឿងហ្នឹងជារឿងរបស់អាមេរិកកូនណាតាសុំវ៉ចៅមិនបាច់ជួយឈឺឆ្អាលទេខំប្រឹងរៀនណាចៅណាអរគុណដែរប៉ុន្តែមិនបាច់ជួយឈឺឆ្អាលទេទុកឲ្យស្រុកខ្ញុំដោះស្រាយចុះពីព្រោះគេមានក្រសួងសពគ្រប់ហើយសេងហុងអូខេពិតជាខ្លាចហើយបើខ្លាចប្រទេសគេក៏ខ្លាចដែរគេខ្លាចប៉ុនកយអាមេរិកគេខ្លាចអញ្ចឹងហើយដល់មានចៅសួរថាម៉េចបានគេខ្លាចអាហ្នឹងតើតែដាក់សំណួរឲ្យឆ្លើយដើម្បីរកហេតុផលថាខ្លាចយ៉ាងម៉េចណាកូយ៉ាងខ្ញុំធ្វើការនៅកូរ៉េអ៊ំតើមានកត្តាអ្វីខ្លះបណ្ដាលឲ្យលុយកូរ៉េចុះថោកលុយកូរ៉េក៏ដូចជាលុយដតីមានពេលចុះថោកមានពេលឡើងថ្លៃអាស្រ័យទៅលើការចាត់ចែងអត្រារូបិយប័ណ្ណនៃធនាគារកណ្ដាលប្រទេសកូរ៉េណាកូនណាnormal មែនហេតុអ្វីបានជារដ្ឋាភិបាលនៅតែបណ្ដោយឲ្យ game មានការរីកចម្រើនម៉េះតាមមើលទៅគាត់មិនយកចិត្តទុកដាក់មិនមែនគាត់បណ្ដោយទេតែគាត់អត់គិតទៅក៏វាកើតឡើងអញ្ចឹងទៅមានព័ត៌មានថាសាអូឌីអារ៉ាប៊ីបង្ហូរប្រេងតាមបំពង់សាងសង់កាលពីសម័យសង្គ្រាមអ៊ីរ៉ាក់វាងច្រកអូមូសតែបាន1/3នៃច្រកអូមូសអត់ដឹងរឿងហ្នឹងអត់ដឹងបាទលេតតើប្រទេសកម្ពុជាអាចមានអ្នកកាន់តំណែងคล้ายជានាយករដ្ឋមន្ត្រីក្រៅពីតកូលហ៊ុនឬទេអត់មានទេចឹងកុយពន្លឺខ្ញុំជាអ្នករកស៊ីដឹកជញ្ជូនរកកន្លែងចំណេញលែងឃើញគ្រប់កន្លែងនៅអាមេរិកក៏អញ្ចឹងដែរមានតែម្យ៉ាងទេបើសិនណាជានិយាយត្រូវជាមួយអ្នកដែលត្រូវជួលដឹកថាសាំងឡើងថ្លៃសុំតម្លើងថ្លៃខ្លះតែប៉ុណ្្នឹងទេតែទុកឲ្យតម្លើងថ្លៃក៏រកស៊ីមិនបានដែរព្រោះវាតក់កុហលគ្នាណាហើយ YouTube ស្ដាប់ព័ត៌មានម្សិលមិញឃើញថារយៈពេល2ខែនេះនៃដើមឆ្នាំ26ឃើញក្រសួងប្រកាសថាកម្ពុជាទទួលបានជាង100គម្រោងដែលមានតម្លៃ$1000 លានគិតថាល្អទេពូល្អកូនឲ្យតែពិតជាបានវិនិយោគ
តែសូមបញ្ជាក់ណាទី1គឺជាតួលេខទី2គឺការអនុវត្តពិតប្រាកដអ្វីដែលក្រសួងប្រកាសគឺជាតួលេខហើយអ្វីដែលដាក់ទុនវិនិយោគពិតប្រាកដអត់ទាន់ដឹងទេតែល្អចាន់លីឃើញលោកតាច្រើនតែប្រើពាក្យថានៅក្រោមបាតជើងហ៊ុនសែនឬក៏ត្រពងតើរូបតាចង់និយាយថាឲ្យអ្នកដែល comment សួរលោកតាឬក៏ថាប្រជាជនខ្មែរទាំងអស់ឬក៏ថាត្រឹមតែបុគ្គលថាបុគ្គលមួយចំនួនដែលបុគ្គលនោះរស់នៅក្រោមបាតជើងជិះជាន់របស់លោកហ៊ុនសែនតានិយាយបែបកំ pl ែងដើម្បីបញ្ញត្តិស្មារតីថាចង់បានអីក៏ដោយកុំភ្លេចបាតជើងមួយនៅពីលើហ្នឹងហើយបាតជើងនោះវាប្រឡាក់អាចទៀតបើសិនណាជាចង់ឲ្យក្បាលហ្នឹងស្អាតវាតលតែធ្វើម៉េចកុំឲ្យអាបាតជើងប្រឡាក់អាចហ្នឹងវាសកត់ពីលើខ្លាំងពេកតានិយាយអំពីការរំដោះខួរក្បាលគឺរស់នៅក្រោមការជិះជាន់របស់ហ៊ុនសែនតែអាចរំដោះខួរក្បាលបានណាតាបាននិយាយរឿងហ្នឹងតាមិនមែនទៅនិយាយអ្វីដែលណាតាមិនមែននិយាយអ្វីដែលបង្កើតបញ្ហាទេណាតាមិននិយាយអ្វីដែលបង្កើតបញ្ហាទេតែតានិយាយដើម្បីណាតានិយាយដើម្បីបង្ហាញផ្លូវអំពីការនិយាយថារស់នៅក្រោមបាតជើងហ៊ុនសែនគឺតាចង់ឲ្យយល់អំពីរឿងនេះគឺរបៀបស្វែងរកអិសរភាពគឺស្វែងរកសេរីភាពផ្លូវមួយគឺរកសេរីភាពទាំងរាងកាយនិងខួរក្បាលនឹងធ្វើអត់កើតទេvì ព្រោះហ៊ុនសែនជាន់ពីលើក្បាលតែមានផ្លូវមួយទៀតសម្រាប់នៅស្រុកខ្មែរគឺរកអិសរភាពខាងខួរក្បាលតាកំពុងតែខំប្រឹងធ្វើឲ្យកូនចៅទទួលបាននៅវិធីដែលអាចរកអិសរភាពខាងខួរក្បាលគឺតាចង់ធ្វើអ្វីឲ្យកូនចៅយល់ដឹងអំពីអិសរភាពខាងខួរក្បាលអូខេឧទាហរណ៍ដូចចៅឯងរស់នៅក្រោមបាតជើងហ៊ុនសែនបើចៅឯងចេះរកអិសរភាពខាងខួរក្បាលចៅឯងចេះរកអិសរភាពខាងខួរក្បាលបើចៅឯងចេះរកអិសរភាពខាងខួរក្បាលចៅឯងមានអនាគតបើចៅឯងរស់នៅក្រោមបាតជើងហ៊ុនសែនហើយមិនចេះរកអិសរភាពខាង